សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាvàសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទនេះគឺជាព័ត៌មានសំខាន់ៗដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដើម្បីជាចំណេះដឹងបាទឥឡូវព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ DW គាត់រាយការណ៍វែងមានតាំងពីបញ្ហាភូមិសាស្ត្រមានតាំងពីភូមិសាស្ត្រនយោបាយដីធ្លីជាច្រើនក៏ប៉ុន្តែខ្ញុំសូមមិនយកមកជម្រាបលម្អិតទេខ្ញុំគាត់ដកសង្ខេបពីព្រោះប្រិយមិត្តបានដឹងរួចមកហើយពីការវិវត្តតាក់ទងជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាចំហកម្ពុជាក្នុងការមកសុំឯកសារព្រំដែនផែនទីពីប្រទេសបារាំងអញ្ចឹងបើតាមសេចក្តីរាយការណ៍របស់ DW នេះគឺគាត់ថាខណៈពេលដែលបញ្ហាព្រំដែនតានតឹងជាមួយនឹងប្រទេសថៃនៅតែអូសបន្លាយនោះគឺកម្ពុជាឥឡូវនេះបានងាកមកបារាំងដើម្បីសុំជំនួយហើយប៉ុន្តែគាត់យល់ថាការចាត់ការបែបណាមួយពីប្រទេសបារាំងអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅតើចាត់ការខុសយ៉ាងម៉េចបាទគឺការសុំជំនួយពីបារាំងនោះគឺកម្ពុជាចង់បានឯកសារព្រំដែនប្រវត្តិសាស្ត្រនិងផែនទីសម័យអាណានិគមបាទដោយកម្ពុជាសង្ឃឹមថានឹងដោះស្រាយចំនួនព្រំដែនដែលកំពុងតែបន្តនឹងជាមួយនឹងថៃនឹងឲ្យបានចប់សពគ្រប់បាទគឺការស្នើសុំហ្នឹងគឺនៅខែនេះណាដែលនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងដោយនិយាយថាកម្ពុជាសូមស្វាគមន៍អ្នកជំនាញនឹងការគ្រប់គ្រងផ្នែកប្រឹក្សាពីប្រទេសបារាំងដែលជាអតីតអាណានិគមនៅលើប្រទេសកម្ពុជាហើយការស្នើរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសបារាំងក៏ធ្វើឲ្យសំណួរដែលគេចោទសួរមកហើយតាក់ទងជាមួយនឹងទូនាទីរបស់ប្រទេសដែលដាក់អាណានិគមក្នុងពេលកន្លងមកនោះតើវាយ៉ាងម៉េចដែរបាទអញ្ចឹងដូច្នេះបញ្ហាហ្នឹងគឺតាមរយៈការស្នើសុំនេះធ្វើឲ្យបញ្ហាហ្នឹងវារស់ឡើងវិញបាទរស់ឡើងវិញរហូតដល់ថាផែនទីសម័យអាណានិគមនោះវាអាចនឹងចូលរួមដោះស្រាយយ៉ាងម៉េចនៅក្នុងបញ្ហាចំនួនព្រំដែនរវាងប្រទេសជិតខាងនៅក្នុងសម័យទំនើបពីព្រោះអីប្រិមិត្តណាដែលសិក្សាខាងប្រវត្តិសាស្ត្របាទខាងភូមិសាស្ត្រនយោបាយហ្នឹងគឺដឹងហើយបាទគឺមុនពេលដែលការធ្វើអាណានិគមទៅលើប្រទេសមួយមកនៅក្នុងអត្ថបទនេះក៏បាននិយាយដែរគឺបណ្ដាប្រទេសមួយចំនួនអត់មានព្រំដែនអីច្បាស់លាស់ទេបាទព្រំដែនឡើងចុះក៏ប៉ុន្តែក្រោយពីមានសម័យអាណានិគមហើយដកចេញមកគឺផែនទីនេះឯងគឺជាមរតកដែលពួកគាត់បន្សល់ឲ្យការរៀបចំមួយចំនួនគឺមិនត្រឹមត្រូវទៅតាមលក្ខណៈជាក់ស្ដែងនៅលើដីទេហើយដូច្នេះតើឥឡូវនេះកម្ពុជាសុំឲ្យប្រទេសបារាំងដែលជាអតីតអាណានិគមជាអាណាព្យាបាលមកយកផែនទីនេះតើវាអាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងម៉េចដែរបាទបើតាមលោកប៊ែនណាត់កែវដែលជាសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនិងនយោបាយអន្តរជាតិនៅវិទ្យាស្ថានបាទការសិក្សាទីក្រុងហ្សឺណែវបានប្រាប់សារព័ត៌មាន DW ថាអាណានិគមនិយមគឺជាអំពើបាបដែលកើតឡើងបាទដែលបង្កឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាសង្គ្រាមព្រំដែនរវាងថៃនិងកម្ពុជាចំនួនទឹកដីដែលកំពុងបន្តរវាងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីលើកោះបូណេអូនិងជាច្រើនទៀតដែលនៅតែបន្តកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែការរៀបចំផែនទីមិនឆ្លុះបញ្ចាំងនៅស្ថានភាពជាក់ស្ដែងនៅលើដីគាត់គូយកទៅតាមឧទាហរណ៍ដូចថានៅកាស្មៀឥណ្ឌាប៉ាគីស្ថានខាងទៅមានមួយខាងបែកចែកភូមិអញ្ចឹងទៅធ្វើឲ្យគ្រួសារបែកគ្នាអញ្ចឹងទៅក៏មានចំនួនបាទតាមសាសនាទៅផងប្រទេសទីផងកម្ពុជាហើយនឹងថៃហ្នឹងទៅតាមខ្សែទឹកតាមភ្នំតាមអញ្ចឹងទៅបាទគឺមានចំនួនច្រើនដែលលោកចាត់ទុកថាជាអំពើបាបមួយរបស់អាណានិគមហើយដោយឡែកលោកស្រីអឹមសុកសម្ផស្សដែលជានាយករងនៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៅសាកលវិទ្យាល័យរដ្ឋ Michigan បានប្រាប់សារព័ត៌មាន DW ថាការអំពាវនាវទៅប្រទេសបារាំងដើម្បីសុំឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសនឹងជួយពង្រឹងជំហរផ្លូវច្បាប់សម្រាប់ប្រទេសកម្ពុជាក្នុងការរក្សាទឹកដីរបស់ខ្លួនបាទបានន័យថាគាត់គ្រប់គ្រងណាលោកស្រីអឹមបានបញ្ជាក់គាត់សម្គាល់ថាដោយសារតែផែនទីព្រំដែនសម័យអាណានិគមនៅតែទទួលស្គាល់ជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិនិងអង្គការសហប្រជាជាតិគឺវានឹងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងជំហររឹងមាំជាងមុនដើម្បីប្រឈមមុខនឹងប្រទេសថៃបាទដូច្នេះនេះគឺជាអ្វីដែលអ្នកជំនាញហើយសារព័ត៌មានបានសម្ភាសតាក់ទងជាមួយនឹងបញ្ហាហ្នឹងសារព័ត៌មានបានបន្ថែមថាតើបារាំងវិញបានឆ្លើយតបទៅនឹងកម្ពុជាដូចម្តេចខ្លះទីក្រុងប៉ារីសមិនទាន់បាននិយាយជាផ្លូវការថាខ្លួននឹងយល់ព្រមតាមសំណើចុងក្រោយរបស់ទីក្រុងភ្នំពេញឬអត់នោះទេជារួមរដ្ឋាភិបាលបារាំងបានព្យាយាមរក្សាអព្យាក្រឹតភាពចាប់តាំងពីកងទ័ពថៃនិងកម្ពុជាចាប់ផ្ដើមប៉ះទង្គិចគ្នាកាលពីខែកក្កដាឆ្នាំមុនប្រសិនបើខ្លួនសម្រេចចិត្តចូលអន្តរាគមន៍ផលប៉ះពាល់អាចមានចាប់ពីរឿងធម្មតារហូតដល់រឿងនយោបាយនៅទីបញ្ចប់បាទដោយប្រុងប្រយ័ត្នគឺប្រទេសបារាំងអាចជួយកម្ពុជាក្នុងអ្នកជំនាញក៏ថាបើសិនជា
ជួយកម្ពុជាដោយប្រុងប្រយ័ត្នគាត់រៀបចំជាសេណារីយ៉ូទេណាមិនមែនជារឿងដែលកើតឡើងនៅឡើយទេគាត់ថាបើថាឲ្យបញ្ចប់ដោយប្រយ័ត្នប្រយែងគឺបារាំងអាចជួយបង្ហាញថាផែនទីនៅតាណាផ្ទៀងផ្ទាត់ឯកសារនៅក្នុងបណ្ណសារដោយបារាំងឲ្យឯកសារនោះមកដោយមិនចាំបាច់ធ្វើការបកស្រាយណាមួយឡើយណាนั่นគឺជំរឿនល្អអ្នកដែលឲ្យយោបល់បែបនេះគឺលោកអ៊ីសផលលោកបណ្ឌិតអ៊ីសផលអ្នកវិទ្យាសាស្ត្រនយោបាយនិងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យរដ្ឋ Arizona លោកបាននិយាយថាជំនួយបច្ចេកទេសសិក្សា នឹងការចូលមើលឯកសារនៅបណ្ណសារបារាំងពិតជាអាចជួយកាត់បន្ថយភាពតានតឹងបានអញ្ចឹងបានន័យថាឯកសារដើមនេះបង្ហាញជូនអញ្ចឹងហើយបាទគឺអត់មានការបកស្រាយអ្វីទេបាទហ្នឹងគឺអាចនឹងឲ្យរួចខ្លួនមិនឲ្យថៃរិះគន់បាទលោកបណ្ឌិតសុផលបានប្រាប់សារព័ត៌មាន DW ថាទួលនីតិបច្ចេកទេសដែលអាចកំណត់បាទដែលកម្រិតចង្អៀតបាទកម្រិតតេទុយហ្នឹងអាចធ្វើឲ្យការពិភាក្សាការជួយរបស់បារាំងនេះគឺមិនមានលក្ខណៈនយោបាយបាទប៉ុន្តែវាបាទធ្វើឲ្យជាខ្លាយជាឯកសារប្រវត្តិសាស្ត្របានដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើប្រទេសបារាំងទៅបានគេមើលឃើញថាគ្រប់គ្រងការបកស្រាយទឹកដីដោយភាគីម្ខាងយ៉ាងសំខាន់វាអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅណានេះបើតាមលោកសុផលបានលើកឡើងអញ្ចឹងលោកបាននិយាយថាលោកចង់និយាយថាបើសិនជាបារាំងឲ្យឯកសារឲ្យបកស្រាយទៀតតាមនេះតាមឯកសារខ្ញុំកន្លែងនេះនៅនេះបងនេះច្បាស់ជាថៃនឹងខឹងសម្បាអាចនឹងស្ថានភាពកាន់តែអាក្រក់អញ្ចឹងដូច្នេះបើតាមលោកនិយាយគឺអាចនឹងអ្នកបកស្រាយនោះគឺអ្នកជំនាញទៅតាមផ្លូវតុលាការអីទៅបាទអ្នកច្បាប់អ្នកអីឡើងតវ៉ាគ្នានៅតុលាការដូចសម័យព្រះវិហារបាទអញ្ចឹងនៅក្នុងអត្ថបទនេះគាត់បាននិយាយច្រើនដែរតាក់ទងជាមួយនឹងបញ្ហាព្រះវិហារអីហ្នឹងបាទអញ្ចឹងបើតាមគំនិតរបស់លោកសុផលគាត់ថាអញ្ចឹងឲ្យឯកសារដើមច្បាស់លាស់មកមិនបកស្រាយទេប៉ុន្តែឲ្យគេអ្នកជំនាញគេបកស្រាយឲ្យឡើងទៅតុលាការឡើងអីទៅអានឹងក៏វាធ្វើឲ្យស្ថានភាពហ្នឹងចប់ដោយស្រួលហើយបារាំងហ្នឹងក៏មិនរងទឹកក្តៅផងដែរលោកសុផលបានបន្ថែមថាប្រទេសថៃអាចបកស្រាយនៅការចូលរួមចំណែកបកស្រាយរបស់បារាំងនោះថាជាការលំអៀងពីប្រទេសខាងក្រៅឬក៏ជាការធ្វើឲ្យរស់ឡើងវិញនៃអំណាចអាណានិគមនៅក្នុងសម័យទំនើបនេះបាទដូច្នេះវានឹងធ្វើឲ្យមានការប្រឈមមុខនឹងការពង្រឹងជំហរអភិជាក្រិតរបស់បារាំងជាជាងការសម្របសម្រួលឲ្យបញ្ចប់បញ្ហានេះបាទនេះគឺជាអ្វីដែលសារព័ត៌មាន DW បានរាយការណ៍ឲ្យខ្ញុំសង្ខេបជូនប្រិយមិត្តទាំងអស់គ្នាណាអញ្ចឹងសូមទទួលយកបានប៉ុណ្ណាឬក៏មានប្រតិកម្មយ៉ាងម៉េចដែរសូមអញ្ជើញសរសេរ comment នៅក្នុងពេលខាងក្រោមផងខ្ញុំចង់ដឹងផងដែរណាបាទព័ត៌មានទី2នេះខ្ញុំសូមដកសង្កសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ហើយនិងសារព័ត៌មានថៃជាច្រើនទៀតបានរាយការណ៍ផងដែរអំពីបទសម្ភាសន៍របស់អ្នកសារព័ត៌មានជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសៀសភូមិកិតកែវតាក់ទងនឹងបញ្ហាជាច្រើនហើយប៉ុន្តែគេច្បាច់យកតែចំណុចពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាបាទតើលោកសៀសភូមិកិតកែវលោកបាននិយាយយ៉ាងម៉េចបើយោងតាមសារព័ត៌មាន The Nation ក៏ថាឥឡូវហ្នឹងថៃកំពុងតែតាមដានមើលយ៉ាងដល់តែម្ដងមកនៅសកម្មភាពដំណើរទស្សនកិច្ចមកអន្តរជាតិរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបាទហើយនឹងការស្នើសុំផែនទីបាទដែលកម្ពុជាស្នើសុំផែនទីពីប្រទេសបារាំងអញ្ចឹងគឺជាបញ្ហាពីរដែលខាងថៃកំពុងតែប្រយ័ត្នប្រយែងគឺឥឡូវនេះខាងរដ្ឋមន្ត្រីហ្នឹងបាទការដែលលោកថ្លែងបែបនេះគឺនៅថ្ងៃអង្គារនេះទី17ខែកុម្ភៈវេលាម៉ោង 11:28 នាទីព្រឹកបាទសារព័ត៌មានដាក់តាំងម៉ោងទៀតបាទគឺលោកសៀសបានសង្កត់ធ្ងន់ថាក្នុងខណៈពេលដែលប្រទេសថៃមិនបានចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំដែលបានបង្កើតឡើងថ្មីនោះទេគឺលោកហាសាបានកត់សម្គាល់ថាការសម្រេចចិត្តបែបណាក៏ដោយបាទវាអាចនឹងជួយទៅដល់រដ្ឋាភិបាលថ្មីរបស់លោកផងដែរបាទលោកបានទទួលស្គាល់ថាការចូលរួមធ្វើសកម្មភាពផ្នែកការទូតរបស់លោកម៉ាណែតនេះគឺជាការមួយដែលផ្ដោតទៅលើការខិតខំពង្រឹងនៅទំនាក់ទំនងទ្វេភាគីហើយប្រទេសថៃក៏កំពុងតែតាមដានមើលសកម្មភាពនឹងយ៉ាងយកចិត្តទុកដាក់ផងដែរបាទហើយតាក់ទងជាមួយនឹងការដែលកម្ពុជាស្នើសុំឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពីប្រទេសបារាំងតាក់ទងជាមួយនឹងចំនួនព្រំដែនរវាងកម្ពុជានិងថៃនោះគឺលោកភូមិកិតកែវបានបញ្ជាក់ថាក្រសួងការបរទេសរបស់ថៃហ្នឹងក៏បានសួរទៅប្រទេសបារាំងដែរតាក់ទងជាមួយនឹងឯកសារហ្នឹងដោយពន្យល់ថាកម្ពុជាមានសិទ្ធិក្នុងការសុំឯកសារបែបនោះបាទដោយលោកបានធានាទៅដល់សាធារណជនថាក្រសួងការបរទេសរបស់ថៃហ្នឹងឥឡូវហ្នឹងកំពុងតែបន្តតាមដានមើលនឹងស្ថានភាពនឹងដែរហើយតើការឆ្លើយតបរបស់ប្រទេសបារាំងនឹងយ៉ាងម៉េច
vàនេះគឺជារឿងដែលកើតមានឡើងអញ្ចឹងវាតាក់ទងជាមួយនឹងព័ត៌មានទី1ដែលខ្ញុំបានបង្ហាញណាវាពីររឿងនេះវាតាក់ទងគ្នាហើយសារព័ត៌មាននេះបានចូលច្រើនទៀតនៅក្នុងប្រវត្តិតាក់ទងជាមួយនឹងឯកសារឆ្នាំ1863 1953សង្គ្រាមតាំងពីសង្គ្រាមលោកលើកទី2សង្គ្រាមនៅពេលជប៉ុនចូលចាត់ការកាប់កម្ពុជាហើយនៅរដ្ឋបាលបារាំងបាទបញ្ចប់សង្គ្រាមអីហ្នឹងហើយនឹងព្រះមហាក្សត្រអតីតព្រះបរមរតនកោដ្ឋណាបាទបានធ្វើសកម្មភាពតាក់ទងជាមួយនឹងបារាំងបញ្ចប់នៅការគ្រប់គ្រងរបស់បារាំងឯជាដើមនោះបាទឯកសារនោះបានចូលច្រើនសេចក្តីរាយការណ៍នោះបានចូលច្រើនដល់ចំណុចហ្នឹងហើយមានអ្នកសារព័ត៌មានក៏បានសួរលោកភូមិកិតកែវអំពីតាក់ទងជាមួយនឹងការលុបចោលនៅ MOU មានអ្នកសួរខ្ញុំ MOU នឹងមានន័យថាម៉េចសូមអធិស្ឋានអរគុណច្រើនដែលបានសួរការពេលខ្លះអត់ដឹងយើងសួរចឹងក៏ល្អដែរបាទអង្គការថាអនុសារណៈស្ដីពីការយោគយល់បាទអញ្ចឹងយើងបានន័យថាគាត់ទើបតែចាប់ដើមតាមដានព័ត៌មានកម្ពុជានិងថៃអញ្ចឹងបាទអញ្ចឹងល្អមែនទែនបានន័យថាជាពលរដ្ឋកម្ពុជាយើងកាន់តែច្រើនចាប់អារម្មណ៍ពីរឿងហ្នឹងណាបាទស្វែងយល់បង្កើនចំណេះដឹងបាទពាក្យនិយាយសាមញ្ញខ្ញុំច្រើនពី MOU បាទភាសានៅក្នុងរដ្ឋាភិបាលគេ MOU យើងមកគឺពាក្យវិញអនុសារណៈស្ដីពីការយោគយល់អញ្ចឹងបាទគឺតាក់ទងជាមួយនឹង MOU ឆ្នាំ2001តាក់ទងនឹងបញ្ហាព្រំដែនទូតស៊ីគ្នានៅដែនសមុទ្រណាគឺលោកបានបញ្ជាក់ថាឥឡូវហ្នឹង MOU ហ្នឹងគឺមិនទាន់លុបចោលទេគឺលុបចោលបាននៅពេលណាដែលមានគណៈរដ្ឋមន្ត្រីថ្មីគឺឥឡូវនេះកំពុងតែសិក្សាដើម្បីដាក់បង្ហាញជូនគណៈរដ្ឋមន្ត្រីថ្មីហើយការពិភាក្សាណាបន្ថែមទៀតហ្នឹងគឺនាយករដ្ឋមន្ត្រីហើយនិងក្រុមប្រឹក្សាសន្តិសុខជាតិហ្នឹងគឺត្រូវតែពិភាក្សាគ្នាដើម្បីជំរុញបញ្ហាហ្នឹងទៅមុខទៀតអញ្ចឹងសូមបើកមុខកញ្ចក់បន្តិចណាអញ្ចឹងនៅក្នុងអត្ថបទមួយដែលខ្ញុំបានបង្ហាញអំពីការដែលកម្ពុជាងាកមកសហរដ្ឋអាមេរិកដែលសារព័ត៌មានកូរ៉េបានរាយការណ៍គឺសារព័ត៌មានកូរ៉េនៅក្នុងនោះរាយការណ៍គាត់flu ច្រើនបាទ flu ច្រើនដូចជានិយាយពាក់ព័ន្ធជាមួយនឹង MOU ឆ្នាំ2001ហ្នឹងគាត់ថាថៃលុបចោលហើយបាទអត់ទាន់ទេបាទប៉ុន្តែខ្ញុំមិនកែដោយសារខ្ញុំចង់ឲ្យប្រិមិត្តបានដឹងនៅសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសខ្លះក៏មិនមែនជារឿងសុក្រិតដែរអញ្ចឹងហើយបាទខ្ញុំឲ្យប្រិមិត្តមួយចំនួនគាត់ប្រយ័ត្នប្រយែងនៅក្នុងការដកយកឯកសារពីសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសមកផ្សាយនឹងជួនកាលគាត់និយាយមាននិន្នាការរបស់គាត់នៅក្នុងនោះដែរយើងមិនដឹងមានរឿងអ្វីឬក៏ខ្វះការស្រាវជ្រាវដែរបាទខ្ញុំឃើញនៅក្នុងអត្ថបទរបស់គាត់សរសេរមានកំហុសច្រើនណាបាទប៉ុន្តែគាត់នៅពេលដែលឃើញកំហុសអញ្ចឹងខ្ញុំ highlight ឲ្យប្រិមិត្តដឹងបាទថាគាត់និយាយនឹងយ៉ាងម៉េចបាទអញ្ចឹងសូមបិទវងកញ្ចក់មកវិញបាទលោកសៀសាក៏បានគូបង្ហាញបែបហ្នឹងណាថាការលុបចោលគឺទាមទារឲ្យមានការត្រូវរៀបចំនៅឯកសារថ្មីដែរណាមុននឹងលុបចោលហ្នឹងដោយនិយាយថាឯកសារថ្មីហ្នឹងទៅធ្វើយ៉ាងណាវាឈរទៅលើច្បាប់អន្តរជាតិហើយនឹងក្របខ័ណ្ឌដែលបានចរចាគ្នាដែរគឺណាដោយលោកបាននិយាយថាករណីដែលចំនួនជាមួយនឹងប្រទេសម៉ាឡេស៊ីគឺថៃក៏រៀបចំចរចាបែបហ្នឹងដែរគឺ MOU ហ្នឹងគាត់នៅតែមានប្រើអញ្ចឹងគឺវាដោយសារតែវាគ្របដណ្ដប់តាមច្បាប់អន្តរជាតិហើយនឹងដំណើរការនោះវាស្របទៅតាមច្បាប់អន្តរជាតិដោយខាងលោករដ្ឋបាលរបស់លោកអនុทิនហ្នឹងគាត់ចោទថា MOU ឆ្នាំ2001ដែលនៅខាងថៃគេហៅថា MOU 44ហ្នឹងបាទគឺរៀបចំរហ័សពេកមិនបានចរចាឲ្យត្រឹមត្រូវអញ្ចឹងគាត់ចោទអញ្ចឹងណាអញ្ចឹងដូច្នេះគឺគាត់ថាមុននឹងលុបក៏ទៅពិនិត្យមើលក្របខ័ណ្ឌនៃការចរចាគ្នាផងដែរតើទៅដោយច្បាប់អន្តរជាតិបែបណាបាទហើយគាត់ក៏បាននិយាយថានៅពេលដែលអ្នកសារព័ត៌មានសួរថាអញ្ចឹងតើនឹងប្រើអ្វីហ្នឹងគាត់ថាអាចនឹងបានមានកិច្ចព្រមព្រៀងថ្មីអាចនឹងមានកិច្ចព្រមព្រៀងថ្មីរវាងថៃនិងកម្ពុជាដែលលោកបញ្ជាក់ថែមថាគឺប្រទេសទាំងពីរប្រហែលជានឹងអាចឈានទៅដល់កិច្ចព្រមព្រៀងគ្នាថ្មីមួយទៀតហើយបើសិនបើខាងកម្ពុជាមិនយល់ព្រមទេគឺការចរចាណាក៏ដោយបាទទៅតែផ្អែកទៅលើច្បាប់អន្តរជាតិហ្នឹងជារឿងចាំបាច់ណាស់ដូច្នេះការរៀបចំឲ្យមានការលុបចោល MOU ហ្នឹងគឺកំពុងតែដំណើរការហើយបាទអញ្ចឹងនេះគឺជាការវិវត្តដល់ត្រឹមប៉ុណ្ណឹងណារវាងថៃនិងកម្ពុជាហើយលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនៅក្នុងប្រទេសថៃចឹងកុំភ្លេចណាកុំភ្លេចទៅស្ដាប់អត្ថបទនេះផងដើម្បីជាចំណេះដឹងបន្ថែមទៀតបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News គាត់បានរាយការណ៍ថាប្រទេសចិនឥឡូវហ្នឹងគឺបានសន្យាផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសអ៊ុយក្រែនផងដែរក្នុងខណៈពេលដែលមន្ត្រីរបស់សហរដ្ឋអាមេរិកបានព្រមានចិនថាចិនកំពុងតែបញ្ឆេះសង្គ្រាមឈានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនហ្នឹងដោយស្ងាត់ហើយបាទគឺការនេះកាត់ឡើងក្រោយពីចិនគាត់បានព្រមផ្ដល់នៅជំនួយមនុស្សធម៌ខាងផ្នែកធម្មពលទៅឲ្យប្រទេសអ៊ុយក្រែនមកក្នុងពេលដែលរុស្ស៊ីបន្តវិបហាទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងរោងចក្រអគ្គិសនីរោងចក្រធម្មពលរបស់អ៊ុយក្រែន
ការព្រមាននេះគឺចេញមកពីលោក Matthew Whitaker ដែលជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់បាទគាត់បានធ្វើការព្រមាននេះក្នុងពេលដែលពិភាក្សាគ្នាកាលពីថ្ងៃសុក្រប្រហែលថ្ងៃកន្លងមកនេះស្ដីអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលរៀបចំនៅឯវេទិកាសន្តិសុខទីក្រុង Munich បាទហើយក្នុងការពិភាក្សាហ្នឹងគឺលោកបាននិយាយថាបាទប្រទេសចិនអាចនឹងទូរស័ព្ទទៅលោកពូទីនហើយបញ្ចប់សង្គ្រាមនឹងស្អែកក៏បានដែរហើយកាត់ជំនួយបច្ចេកទេសដែលប្រើសម្រាប់គោលបំណងពីរគឺបានន័យថាគោលបំណងយោធាក៏បានគោលបំណងស៊ីវិលក៏បានដែរឈប់លក់សម្ភារៈបែបហ្នឹងទៅគឺរុស្ស៊ីអាចនឹងដាច់ជើងដូច្នេះរុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមហើយបាទហើយទន្ទឹមនឹងនោះគឺរុស្ស៊ីចិនក៏ត្រូវតែឈប់ទិញប្រេងពីរុស្ស៊ីហ្គាសពីរុស្ស៊ីទៅបានហើយបាទដូច្នេះគឺអាចនឹងចប់សង្គ្រាមបានហើយគឺអ្វីៗវាស្ថិតនៅលើប្រទេសចិនហ្នឹងឯងនេះបើតាមការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតបានកើតមានឡើងក្រោយពីលោកវ៉ាងយីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិនបានជួបជាមួយនឹងសមាភាគីអ៊ុយក្រែនគឺលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Sybiha បាទនៅអមកិច្ចប្រជុំនៃវេទិកាសន្តិសុខហ្នឹងដែលក្នុងអំឡុងពេលហ្នឹងគឺភាគីទាំងពីរគឺបានពិពណ៌នាថានឹងមានការផ្ដល់ជំនួយមនុស្សធម៌ផ្នែកធម្មពលដើម្បីជួយអ៊ុយក្រែនបាទទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីជាច្រើនបាទនៅពេលនោះគឺលោកសៀបាបាននិយាយតាមបណ្ដាញសង្គមថាគឺអ៊ុយក្រែនសូមថ្លែងអំណរគុណប្រទេសចិនដែលបានសម្រេចផ្ដល់បន្ថែមនូវជំនួយបច្ចេកវិទ្យាជំនួយធម្មពលបាទទៅដល់ប្រទេសអ៊ុយក្រែនហ្នឹងក៏ប៉ុន្តែខាងចិនវិញគឺមិនទាន់បានបញ្ជាក់ជាសាធារណៈថាតើជំនួយនឹងមានទំហំប៉ុណ្ណានោះទេបាទគ្រាន់តែថាចិនធ្លាប់បាននិយាយម្ដងហើយម្ដងទៀតថាគឺចិនខិតខំព្យាយាមដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនានៅក្នុងការបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននេះហើយរក្សាថាជាភាគីមួយមិនចូលរួមពាក់ព័ន្ធនៅក្នុងចំនួននោះទេបាទហើយមន្ត្រីចិនក៏បានបដិសេធថាខ្លួនមិនបានផ្ដល់នៅជំនួយយោធាទៅដល់រុស្ស៊ីនោះទេដោយគ្រាន់តែនិយាយថាគឺផ្ដល់នៅការជំនួយខាងការចរចានិងការស្វែងរកដំណោះស្រាយខាងនយោបាយតែប៉ុណ្ណោះបាទនេះគឺជាអ្វីដែលខាងអ៊ុយក្រែនហើយនិងរុស្ស៊ីសម្រាប់អ៊ុយក្រែនហើយនិងចិនបានព្រមព្រៀងគ្នាហើយត្រូវបានសហរដ្ឋអាមេរិកបានព្រមានផងដែរថាកុំឲ្យមានការលេងល្បែងមុខពីរបែបនេះយូរពេកហើយព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera បាទទូរទស្សន៍ Al Jazeera គាត់ធ្វើបច្ចុប្បន្នភាពដោយដកស្រង់ចេញអំពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាមផងនេះមកវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់បានវិតម្លៃថាគឺក្នុងរយៈពេលប្រហែលថ្ងៃនេះគឺចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យសប្តាហ៍មុនគឺខាងអ៊ុយក្រែននឹងវាយកបានដីមកវិញចំនួន201គីឡូម៉ែត្រការ៉េដូច្នេះមិនជាច្រើនប្រហែលទេបាទវាការកាប់វិញនៅទឹកដីរបស់ខ្លួនចំនួន201គីឡូម៉ែត្រការ៉េដោយសារតែរុស្ស៊ីអត់មានប្រព័ន្ធតាក់ទងដែលប្រើ Starlink ដែលខាងរបស់លោក Elon Musk គាត់បិទលែងឲ្យរុស្ស៊ីប្រើអញ្ចឹងទៅទាហានរុស្ស៊ីគាត់ពិបាកនៅក្នុងការសម្របសម្រួលគ្នាបញ្ជូនកម្លាំងឲ្យទៅបាទនេះបើយោងតាមការវិភាគទិន្នន័យសមរភូមិដោយវិទ្យាស្ថានសិក្សាអំពីសង្គ្រាមហើយទៅបានយកមកផ្សាយហើយបើយោងតាមក្រុមស៊ើបការសម្ងាត់របស់អ៊ុយក្រែនវិញគេជឿថាការវាយប្រហារបន្ថែមទៀតរបស់រុស្ស៊ីគឺនឹងធ្វើឡើងទៅលើវិស័យធម្មពលអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនបាទនឹងហាងនានាបាទដែលជាតាក់ទិញមួយដើម្បីធ្វើឲ្យអ៊ុយក្រែននឹងជួបការលំបាកបាទដោយសារតែសង្គ្រាមរយៈពេលជិត4ឆ្នាំនេះគឺហើយជាពិសេសនៅក្នុងពេលបច្ចុប្បន្ននេះអាកាសធាតុត្រជាក់នឹងធ្វើឲ្យអ៊ុយក្រែនជួបការលំបាកផងដែរបាទហើយលោក Zelensky ក៏បានព្រមានតាមការសារតាមវីដេអូរបស់លោកដែលបានផ្សាយកាលពីយប់ថ្ងៃច័ន្ទគាត់ថាបើសិនជារុស្ស៊ីនៅតែបន្តធ្វើដូច្នេះទេគឺស្ថានភាពនឹងអាចធ្វើឲ្យលំបាកបន្ថែមទៀតហើយដោយឡែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញគាត់បាននិយាយថាគឺរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន345ដ្រូនក្នុងរយៈពេល24ម៉ោងកន្លងមកនេះបាទចាំបានន័យថាអ៊ុយក្រែនបាញ់ដ្រូនទៅច្រើនណាស់ណាហើយក៏បានអះអាងផងដែរថាទាហានរបស់រុស្ស៊ីវាកាន់កាប់បានភូមិចំនួន2ពីអ៊ុយក្រែនគឺភូមិពោកក្រៅកាហើយនិងមីនគីវកាបាទនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននេះបើយោងតាមទីសារព័ត៌មានរបស់រុស្ស៊ីបានរាយការណ៍បាទនេះជាការវិវត្តនៅខាងសមរភូមិណាហើយព័ត៌មានចុងក្រោយនេះគឺបាទដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron បាទទៅប្រទេសឥណ្ឌាដើម្បីជួបប្រជុំទ្វេភាគីពង្រឹងចំណងមិត្តភាពនឹងគ្នាផងដែរបាទបើយោងតាមសេចក្តីរាយការណ៍របស់
ទីភ្នាក់ងារសារព័ត៌មាន AP គាត់ថាលោកប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានជួបពិភាក្សាគ្នាហើយជាមួយនឹងលោកនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាគឺលោក Narendra Modi នៅថ្ងៃអង្គារនេះបាទជាកិច្ចប្រជុំទ្វេភាគីដែលមានគោលបំណងធ្វើឲ្យរឹតចំណងតាក់ទងខាងសេដ្ឋកិច្ចនិងចំណងតាក់ទងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបាទក្នុងខណៈពេលដែលកិច្ចសហប្រតិបត្តិការគឺចង់ឲ្យមានកាន់តែជិតស្និទ្ធថែមទៀតពីព្រោះអីពេលនេះបច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមមុខនឹងស្ថានភាពដែលមិនច្បាស់លាស់មួយដោយសារតែមានការខិតខំរៀបចំឡើងវិញនៅសម្ព័ន្ធមិត្តរបស់ខ្លួនបដូរពីមួយទៅមួយទៅតាមភូមិសាស្ត្រនយោបាយហើយកិច្ចប្រជុំនោះគឺរៀបចំនៅក្នុងទីក្រុងបំបៃបាទដែលជារដ្ឋធានីខាងផ្នែកហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាតែម្ដងដើម្បីជាការមួយបញ្ជាក់អំពីសារៈសំខាន់នៃដៃគូរវាងប្រទេសទាំងពីរផងដែរបាទក្នុងខណៈពេលដែលបាទឥណ្ឌាហើយនិងបារាំងខិតខំពង្រីកនៅការធ្វើពាណិជ្ជកម្មនៅសម្ភារៈការពារជាតិបច្ចេកវិទ្យាហើយនិងធម្មពលបាទហើយទីក្រុងប៉ារីសគឺប្រទេសបារាំងនេះខិតខំបង្ហាញខ្លួនឯងទៅដល់ប្រទេសឥណ្ឌាថាគឺជាដៃគូដែលគួរឲ្យជឿទុកចិត្តបាននៅក្នុងអឺរ៉ុបរបស់ប្រទេសឥណ្ឌាបាទហើយក្នុងនោះគឺក្នុងរយៈពេលតែប្រហែលថ្ងៃមុនពេលដែលលោកអេម៉ានូអែលម៉ាក្រុងអញ្ជើញមកប្រទេសឥណ្ឌាគឺខាងឥណ្ឌាខាងសហរដ្ឋខាងប្រទេសបារាំងនោះបានអនុម័តលក់យន្តហោះចម្បាំងប្រភេទ Rafale ហ្នឹងចំនួន110គ្រឿងឲ្យទៅប្រទេសឥណ្ឌាណាបាទសូមដាក់រូបនឹងតិចមកគឺអនុម័តលក់យន្តហោះហ្នឹងឲ្យទៅប្រទេសឥណ្ឌាចំនួន111គ្រឿងដែលមានតម្លៃប្រមាណជា30,000 លានអឺរ៉ូច្រើនដែរបាទតម្លៃច្រើនថ្លៃដែរបាទប៉ុន្តែក្នុងពេលឥឡូវនេះកិច្ចព្រមព្រៀងនោះគឺមិនទាន់បានអនុម័តជាចុងក្រោយនៅឡើយទេដោយសារតែមានលក្ខខណ្ឌមួយចំនួនដែលឥណ្ឌាចង់បាននោះគឺដូចថាមានទៅផ្ទេរនៅបច្ចេកវិទ្យាដើម្បីឲ្យឥណ្ឌាអាចនឹងយល់ដឹងអំពីបញ្ហាហ្នឹងមានការវិនិយោគទៅលើបញ្ហាហ្នឹងបន្ថែមទៀតគឺមិនមែនគ្រាន់តែទិញយកមកប្រើតែប៉ុណ្្នឹងទេបាទឥណ្ឌាគាត់ចង់បានបច្ចេកវិទ្យានោះផងដែរហើយបើតាមសេចក្តីរាយការណ៍គឺបាទអាចនឹងមានការព្រមព្រៀងគ្នានឹងផ្ដល់ឲ្យទៅឥណ្ឌាផងដែរទន្ទឹមនឹងការលក់យន្តហោះនេះអញ្ចឹងបានន័យថាការដែលឥណ្ឌាទិញរឿងនេះទិញផងរៀនផងថ្ងៃក្រោយឥណ្ឌាអាចមានលទ្ធភាពផលិតដោយខ្លួនឯងបានបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយនៅល្ងាចនេះនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំនឹងជម្រាបជូនព័ត៌មាននេះគឺឥឡូវនេះសហរដ្ឋអាមេរិកដាក់បច្ចេកវិទ្យាមីស៊ីលទំនើបបន្ថែមទៀតទៅប្រទេសហ្វីលីពីនដាក់បញ្ចូលដាក់ទីតាំងនៅទីនោះហើយតាមសេចក្តីរាយការណ៍របស់ Bloomberg គឺប្រកាសណាស់ប្រទេសចិនប្រហែលជានឹងខាងសម្បានៅប្រទេសហ្វីលីពីនថែមទៀតហើយខាងនឹងសហរដ្ឋអាមេរិកផងដែរហើយប្រិយមិត្តនៅចាំទេគឺបើតាមសេចក្តីរាយការណ៍កន្លងមកគឺលោកប្រធានាធិបតី Donald Trump មានគម្រោងនឹងអញ្ជើញទៅប្រទេសចិននៅក្នុងខែ4មិនតាន់កំណត់ថ្ងៃច្បាស់លាស់ដើម្បីទៅជួបជាមួយនឹងលោកស៊ីជីនពីងនៅទីនោះដូច្នេះការដាក់អាវុធនេះទៅមុនអញ្ចឹងតើការចរចាគ្នានឹងមានកម្ដៅយ៉ាងណាបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅថ្ងៃអង្គារនេះបាទព័ត៌មានទី1នេះគឺជាការចងក្រងរបស់ឯកសារសារព័ត៌មានជាច្រើនណាបាទគឺមកត្រឹមថ្ងៃអង្គារនេះខាងកងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់នៅតែប្រកាសមាននេះដោយបញ្ញាថានឹងមិនអនុញ្ញាតឲ្យប្រេង1លីត្រណាឡើយណាសូម្បីតែ1លីត្រក៏ដោយហូរឆ្លងកាត់ច្រក Hormuz នៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កងឆ្មាំបដិវត្តនោះគឺរបស់ខាងប្រទេសអ៊ីរ៉ង់ណាហើយដោយពេលដែលពួកខាងកងឆ្មាំបដិវត្តថ្លែងដូច្នេះគឺលោកត្រាំបានប្រមានថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងប្រសិនបើនៅតែបិទច្រកនាំចេញប្រេងដ៏សំខាន់នេះមុនប្រហែលម៉ោងគឺលោកត្រាំបាននិយាយថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះគឺជិតចប់ហើយក៏ប៉ុន្តែនៅពេលដែលអ៊ីរ៉ង់បានប្រមានបែបនេះលោកបានប្រមានទៅវិញដែរបាទអញ្ចឹងនេះគឺជារឿងមួយដែលកំពុងតែបង្ហាញនៅជំហរដែលឡើងចុះនៅក្នុងសហរដ្ឋអាមេរិកនេះដូច្នេះនេះគឺជាវោហារសាស្ត្រដែលបានបង្ហាញនៅការតឹងតែងបន្តិចក្រោយពីមានការធូរស្រាលដែលលោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីថ្ងៃច័ន្ទម្សិលមិញដែលទៅជាពេលព្រឹកថ្ងៃអង្គារនៅកម្ពុជានោះគឺដែលបានធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងគំហុកពីជិត$120ក្នុង1បារ៉ែលចុះមក$85ក្នុង1បារ៉ែលឥឡូវនេះគឺតម្លៃនៅក្នុងរង្វង់$90ក្នុង1បារ៉ែលអាចក្រោម90លើ90តិច
ទៅតាមទីផ្សារដែលគេលក់បាទដោយសារតែមានភាពតានតឹងនេះបាទ គឺការធូរស្រាលហ្នឹងគឺកើតឡើងដោយសារលោកត្រាំលោកបាននិយាយអំពីស្ថានភាពនៅទីនោះហើយបាទអ៊ីរ៉ង់បានជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនបាទលោកត្រាំនៅថ្ងៃច័ន្ទបាទក៏បានថ្លែងថាសហរដ្ឋអាមេរិកនឹងធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់យោធារបស់ប្រទេសអ៊ីរ៉ង់ហើយបានព្យាករណ៍ថាកិច្ចប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់នោះគឺចប់មុនពេលកំណត់ពីដើមឡើយលោកថាលោកនឹងបើកធ្វើប្រតិបត្តិការរយៈពេល4ទៅ5សប្តាហ៍ប៉ុន្តែលោកថាឥឡូវនេះអាចនឹងចប់មុនហើយបាទដូច្នេះតើអ្វីទៅជានិយមន័យនៃជ័យជំនះពិតប្រាកដដែលលោកត្រាំលោកចង់បានហើយខាងអ៊ីរ៉ង់ព្រមទទួលនោះតើយ៉ាងណាគឺអ្នកវិភាគនៅតែនិយាយអំពីរឿងបញ្ហានេះនៅឡើយដោយសារតែមិនទាន់មានសញ្ញាច្បាស់លាស់ណាពីខាងសហរដ្ឋអាមេរិកថាចង់បានប៉ុណ្ណានោះទេដោយឡែកអ៊ីស្រាអែលវិញក៏បាននិយាយថាបាទគោលបំណងនៃសង្គ្រាមរបស់ខ្លួនគឺដើម្បីផ្ដួលរំលំរបបដឹកនាំដោយក្រុមបព្វជិតក្រុមអាចារ្យណាបាទហើយសហរដ្ឋអាមេរិកវិញគឺនៅតែរក្សាគោលបំណងនៅក្នុងការបំផ្លាញនៅសមត្ថភាពបាញ់មីស៊ីលរបស់អ៊ីរ៉ង់ដដែលហើយនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ប៉ុន្តែលោកត្រាំបាននិយាយថាឥឡូវនេះគឺអាចនឹងបញ្ចប់បានក្នុងពេលណាដែលរដ្ឋាភិបាលនៅក្នុងទីក្រុងតេហ៍រ៉ង់គឺជារដ្ឋាភិបាលមួយដែលគោរពទន់ភ្លន់ស្ដាប់តាមសហរដ្ឋអាមេរិកវិញបាទបើយោងតាមឯកអគ្គរដ្ឋទូតរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថាគិតមកតាមពេលនេះគឺយ៉ាងហោចណាស់មានជនស៊ីវិលអ៊ីរ៉ង់ចំនួន1332នាក់ត្រូវបានសម្លាប់ហើយនឹងមានមនុស្សរាប់ពាន់នាក់ទៀតបានរងរបួសចាប់តាំងពីអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកបានរួមគ្នាវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី28ខែកុម្ភៈមកលោកត្រាំក៏បានព្រមានផងដែរថាសហរដ្ឋអាមេរិកការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងអាចនឹងកើនឡើងយ៉ាងខ្លាំងផងដែរប្រសិនបើអ៊ីរ៉ង់នៅតែបិទច្រកប្រេងចេញគឺច្រកសមុទ្រ Hormuz បាទដែលជាច្រកដ៏សំខាន់មួយនៅក្នុងការផ្គត់ផ្គង់ប្រេងទៅលើពិភពលោកជាពិសេសទៅតំបន់អាស៊ីបាទពីព្រោះអីប្រេងចំនួន20%ដែលទៅជា1/5ឬក៏20%នៃប្រេងដែលផ្គត់ផ្គង់ទៅពិភពលោកហ្នឹងគឺឆ្លងកាត់ច្រក Hormuz ហើយ75%គឺនាំទៅតំបន់អាស៊ីបាទជាពិសេសអាស៊ីអាគ្នេយ៍នោះតែម្ដងបាទព័ត៌មានទី2នេះគឺអាចនឹងមានសញ្ញានៃការបន្ធូរបន្ថយទណ្ឌកម្មផងដែរគឺបើយោងតាមសេចក្តីរាយការណ៍នានាគឺបន្ទាប់ពីមានការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin មកគឺសហរដ្ឋអាមេរិកបានសម្រេចថានឹងលើកលែងនៅការដាក់ទណ្ឌកម្មទាក់ទងនឹងប្រេងទៅលើប្រទេសខ្លះដើម្បីបន្ធូរបន្ថយការខ្វះខាតប្រេងដែលបង្កឡើងដោយសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បាទលោកប្រធានាធិបតីត្រាំបានប្រាប់អ្នកសារព័ត៌មានបាទនៅក្នុងរដ្ឋ Florida កាលពីថ្ងៃច័ន្ទថាគឺមានប្រទេសខ្លះអាចនឹងរួចផុតពីទណ្ឌកម្មរហូតទាល់តែច្រក Hormuz បើកឡើងវិញហើយចំណាត់ការបែបនេះគឺមានន័យថាអាចនឹងមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រេងទៅលើប្រទេសរុស្ស៊ីនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទដោយ Reuters គាត់ថ្លែងហ្នឹងគាត់ថាបើផ្អែកទៅតាមប្រភពជាច្រើនដែលគាត់បានតាក់ទងហើយបានបញ្សម្ដែងឲ្យចេញឲ្យដឹងនោះគឺបានសម្ដៅទៅលើប្រទេសរុស្ស៊ីបាទដែលអាចបើដូច្នេះមែននេះគឺជាការមួយដែលធ្វើឲ្យស្មុគស្មាញថែមទៀតហើយទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ខ្លួនឯងនឹងតែម្ដងនៅក្នុងការខិតខំស្វែងរកវិធីបញ្ចប់ដោយសន្តិវិធីនៅសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបាទដែលសហរដ្ឋអាមេរិកបាទដាក់ទណ្ឌកម្មរុស្ស៊ីជាបន្តបន្ទាប់បាទជំរឿនដទៃទៀតបាទជំរឿនដទៃទៀតមកចឹងជំរឿនមួយគឺបន្ធូរបន្ថយទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលអាចអនុញ្ញាតឲ្យនាំប្រេងទៅប្រទេសមួយចំនួនដើម្បីផ្គត់ផ្គង់ហើយបើតាមសេចក្តីរាយការណ៍នានាគឺរុស្ស៊ីក៏បានប្រកាសថាគាត់នឹងត្រៀមលក្ខណៈជាសាច់ដើម្បីនាំប្រេងទៅអឺរ៉ុបផងដែរបាទហើយជំរឿនមួយទៀតដែលខាងសហរដ្ឋអាមេរិកដែលអាចនឹងប្រើប្រាស់ដើម្បីធ្វើឲ្យទីផ្សារស្ងប់ស្ងាត់បាននោះគឺរួមមានការបញ្ចេញលក់នៅប្រេងបំរុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកពីព្រោះសហរដ្ឋអាមេរិកមានកន្លែងស្តុកទុកប្រេងជាយុទ្ធសាស្ត្របាទឬក៏អាមេរិកនឹងគឺហាមឃាត់ការនាំចេញប្រេងតែម្ដងបាទអញ្ចឹងគឺជាជំរឿនមួយដែលសហរដ្ឋអាមេរិកមិនទាន់ប្រើនៅឡើយទេប្រេងណាដែលមិនទាន់បានដឹងគឺប្រេងបំរុងជាយុទ្ធសាស្ត្រហ្នឹងគឺសហរដ្ឋអាមេរិកមាននៅច្រើនកន្លែងបាទប៉ុន្តែគេអត់ឲ្យដឹងច្បាស់ទីតាំងណាបាទហើយពេលដែលប្រេងចុះថោកគឺសហរដ្ឋអាមេរិកទិញមកទុកនៅក្នុង stand
ធំនឹងច្រើនហ្នឹងបាទហើយពេលណាប្រេងឡើងថ្លៃឬក៏ដូចជាស្ថានភាពពេលបច្ចុប្បន្នអញ្ចឹងគឺបញ្ចេញលក់វិញដើម្បីឲ្យទប់តម្លៃប្រេងហ្នឹងកុំឲ្យវាឡើងពេកបាទកាលពីសប្តាហ៍មុនគឺសហរដ្ឋអាមេរិកក៏បានចេញការលើកលែងជាបណ្ដោះអាសន្នផងដែរឲ្យប្រទេសឥណ្ឌាអាចទិញប្រេងពីប្រទេសរុស្ស៊ីមួយចំនួនបាទដើម្បីជួយទប់ស្កាត់នៅការខ្វះខាតការផ្គត់ផ្គង់ប្រេងទៅតំបន់អាស៊ីបាទជាពិសេសនៅពេលដែលមានការកើនឡើងនៅចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាបាទអញ្ចឹងបើសិនជាទៅប្រេងទៅឥណ្ឌាបាទបានអាចនឹងតំបន់នៅអាស៊ីហ្នឹងអាចទៅទិញបន្តពីឥណ្ឌាផងដែរបើសិនជាឥណ្ឌាចង់លក់បាទអញ្ចឹងការបិទច្រកក្នុងពេលកន្លងមកនេះគឺបានធ្វើឲ្យតម្លៃប្រេងមកឡើងថ្លៃប៉ុន្តែឥឡូវនេះគឺបានធ្លាក់ចុះវិញមកត្រឹមខ្ទង់$90ក្នុង1បារ៉ែលណាបាទដូច្នេះតើប្រទេសមួយចំនួនបានចាត់វិធានការយ៉ាងម៉េចដែរបាទនេះជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បាទរូបនេះគឺរូបអ្នកចាក់សាំងនៅវៀតណាមបាទបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP វិញឲ្យដឹងថាប្រទេសវៀតណាមហើយនិងប្រទេសថៃបាទឥឡូវនេះគឺបានលើកទឹកចិត្តនៅបុគ្គលិករដ្ឋាភិបាលឲ្យបានចាត់វិធានការនោះគឺនៅថ្ងៃអង្គារនេះតែម្ដងណានៅថ្ងៃអង្គារទី10ខែមីនាឆ្នាំ2026នេះគឺរដ្ឋាភិបាលថៃហើយនិងរដ្ឋាភិបាលវៀតណាមគឺបានលើកទឹកចិត្តឲ្យមន្ត្រីរាជការបាទធ្វើការពីផ្ទះបាទដើម្បីជាវិធានការមួយសន្សំសំចៃធម្មពលក្នុងខណៈពេលដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាហ្នឹងគឺបានរារាំងទៅដល់ការសម្បាក់ច្រវាក់ផ្គត់ផ្គង់ប្រេងហើយនឹងធ្វើឲ្យតម្លៃប្រេងបានឡើងខ្ពស់យ៉ាងខ្លាំងអាជ្ញាធរថៃបាននិយាយថាបុគ្គលិករដ្ឋបាទមន្ត្រីរាជការគួរតែផ្លាស់ប្ដូរមកធ្វើការពីផ្ទះមកវិញពីចម្ងាយមកវិញតាមលទ្ធភាពដែលអាចធ្វើទៅបានហើយក៏បានស្នើឲ្យអគាររដ្ឋាភិបាលនានាគឺដាក់ម៉ាស៊ីនត្រជាក់ហ្នឹងមកដល់កម្រិត26អង្សាសេវិញដើម្បីជាវិធានការសន្សំសំចៃធម្មពលនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងគឺរបស់ថៃបានបញ្ជាក់ថារដ្ឋាភិបាលគឺចង់ឲ្យគ្រប់វិស័យទាំងអស់ប្រើប្រាស់ធនធានឲ្យប្រកបដោយការវៃឆ្លាតនិងប្រកបដោយប្រសិទ្ធភាពបាទហើយក៏បានទទូចមន្ត្រីរដ្ឋការនោះគឺជៀសវាងការធ្វើដំណើរទៅក្រៅប្រទេសផងដែរប្រទេសថៃបាននិយាយកាលពីសប្តាហ៍មុនថាគឺខ្លួនបានរក្សាបានប្រេងបំរុងអាចមានរយៈពេលរហូតដល់2ខែបាទក៏ប៉ុន្តែក៏បានបញ្ជាក់ផងដែរថាខ្លួនទប់ស្កាត់ការនាំចេញបាទមិនឲ្យមានការនាំចេញប្រេងនេះទេបាទហើយក៏ថៃនឹងនៅថៃគេកំណត់តម្លៃមកកំណត់តម្លៃប្រេងហ្នឹងគឺ$1 លីត្រមិនឲ្យលើសពី94សេនទេបាទជិត$1អញ្ចឹងនៅខាងកម្ពុជាក៏មានវិធានការដាក់កំហិតទៅលើតម្លៃប្រេងនេះផងដែរណាបាទគឺការដាក់នេះនៅថៃគេដាក់រយៈពេល15ថ្ងៃសិនគឺតម្លៃប៉ុណ្ណឹងអត់មានឲ្យឡើងចុះទេបាទគឺនៅកម្ពុជាក៏ឃើញចឹងដែរឃើញមានវិធានការដាក់រយៈពេលប្រហែលដូចជា2សប្តាហ៍ដែរបាទរីឯនៅក្នុងប្រទេសវៀតណាមវិញបាទប្រទេសវៀតណាមវិញគឺបាទរដ្ឋាភិបាលក៏បានលុបចោលនៅការយកពន្ធបាទអញ្ចឹងដូចជាវិធានការមួយទៀតគឺពន្ធលើប្រេងហ្នឹងគឺក៏លុបចោលដែរឧទាហរណ៍ថាដូចជាប្រេងដែលយើងចាក់រាល់ថ្ងៃដូចថា$1អញ្ចឹងគឺត្រូវបង់ពន្ធប្រមាណអញ្ចឹងបាទគេយកលុបនៅនឹងចោលដូចជានៅអាមេរិកនេះក៏មានពន្ធអញ្ចឹងដូច្នេះគេលុបពន្ធនឹងចោលទៅក៏វាអាចធ្វើឲ្យតម្លៃចោលដែរអញ្ចឹងវៀតណាមគាត់ប្រើវិធានការហ្នឹងជាគំនិតរបស់អ្នកសេដ្ឋកិច្ចណាប្រិយមិត្តអាចដឹងចងចាំផងដែរបាទអញ្ចឹងវៀតណាមគាត់អត់យកពន្ធទៅលើប្រេងនឹងសិនបាទគឺប៉ុន្តែគឺហើយទៅលើគឺរដ្ឋាភិបាលវៀតណាមគឺមិនយកពន្ធទៅលើទំនិញដែលតាក់ទងជាមួយនឹងប្រេងដែលនាំចូលណាប្រេងដែលនាំចូលគឺមិនយកពន្ធមួយរយៈសិនដើម្បីជាវិធានការនៅក្នុងការទប់ស្កាត់កង្វះខាតប្រេងនិងធ្វើឲ្យតម្លៃទីផ្សារនៅក្នុងប្រទេសនឹងមានស្ថិរភាពឡើងវិញហើយវៀតណាមក៏លើកទឹកចិត្តឲ្យក្រុមហ៊ុននានាគឺអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរបាទគឺអញ្ចឹងវៀតណាមបោះមួយជំហានលើទៀតបាទគឺថៃលើកទឹកចិត្តតែមន្ត្រីរដ្ឋការរាជការទេឲ្យធ្វើការពីផ្ទះវៀតណាមគឺឲ្យទាំងក្រុមហ៊ុនទៀតដូច្នេះប្រិមិត្តអាចរៀនសូត្រសិក្សាពីគេបានឃើញទេបាទក្រុមហ៊ុនផងដែរតែឲ្យធ្វើការពីផ្ទះនៅពេលណាដែលអាចធ្វើទៅបានគឺទៅក៏មិនចាំបាច់ត្រឡប់មកធ្វើការនៅប្រទេសទេបាទដើម្បីបន្ធូរបន្ថយការប្រើប្រាស់ប្រេងសាំងនេះបើយោងតាមគេហទំព័រតាមផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបាទទីក្រុងហាណូយបាទគឺបានន័យថាវៀតណាមក៏បានណែនាំទៅដល់ឲ្យសាធារណជននឹងគឺកំហិតការប្រើប្រាស់នៅយានយន្តផ្ទាល់ខ្លួនផងដែរអញ្ចឹងយានយន្តផ្ទាល់ខ្លួនគឺបើជាមិនចាំបាច់ទេកុំប្រើប្រាស់ឲ្យមកប្រើនៅប្រព័ន្ធដឹកជញ្ជូនសាធារណៈវិញបាទដូចជាជិះកង់ឬក៏ជិះឡានមួយរួមគ្នាបាទជាដើមបាទនេះនៅវៀតណាមអាចធ្វើបានក៏ប៉ុន្តែនៅកម្ពុជាយើងដូចជាការធ្វើដំណើរសាធារណៈនោះគឺមិនទាន់មានច្រើនទេគ្រាន់តែពីរថយន្តក្រុងដែលធ្វើដំណើរទៅ
ខាងក្រៅទៅតាមខេត្តណាបាទអញ្ចឹងដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញហ្នឹងគឺក្នុងករណីហ្នឹងអាចបញ្ចេញរថយន្តដែលសម្រាប់អ្នកចង់ធ្វើដំណើរទៅខេត្តអីហ្នឹងគឺរថយន្ត bus ហ្នឹងគឺដឹកជូនវិញបាទជៀសវាងការដឹកបើករថយន្តទៅខ្លួនឯងបាទក៏ប៉ុន្តែបើទោះបីជាវៀតណាមដាក់វិធានការនេះយ៉ាងនេះក៏ដោយក៏នៅមានអ្នកដែលជិះម៉ូតូហ្នឹងគឺជាច្រើនពាន់អ្នកនៅតែតម្រង់ជួរទៅតាមស្ថានីយ៍ប្រេងនីមួយៗបាទហើយមិនតានៅតែវៀតណាមទេនៅប្រទេសផ្សេងទៀតនៅក្នុងទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្ដងហើយជាមានកម្ពុជាផងដែរណាបាទតម្រង់ជួរគ្នាដើម្បីទិញប្រេងដាក់នៅក្នុងយានជំនិះរបស់ខ្លួនបាទបើទោះបីជាប្រេងបានឡើងថ្លៃប្រមាណជា 20% ហើយចាប់តាំងតែពីការប្រយុទ្ធគ្នានៅរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលរួមគ្នាប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់បានចាប់ដើមតាំងពីជាងមួយសប្តាហ៍កន្លងមកនេះហើយមកដល់ពេលនេះគឺខាងវៀតណាមវិញគឺនៅជៀសវាងបានការខ្វះខាតប្រេងក៏ប៉ុន្តែបណ្ដាញសារព័ត៌មានរដ្ឋបានរាយការណ៍ថាគឺមានស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនតូចនៅវៀតណាមណាគឺបានបិទមួយរយៈពេលខ្លីសិនគេបិទស្ថានីយ៍សិនឬក៏បាទកាត់បន្ថយម៉ោងលក់ដូររបស់ពួកគាត់ហ្នឹងដើម្បីកាត់បន្ថយមិនឲ្យមានការច្របូកច្របល់ដើម្បីមកចាក់ប្រេងខ្លាំងពេកបាទនេះគឺជាវិធានការដែលខាងសារព័ត៌មានបានផ្សាយបាទខ្ញុំគឺថានៅក្នុងប្រទេសកម្ពុជាឃើញមានផ្សាយដែរណាអញ្ចឹងខ្ញុំមិនបាច់យកពីខាងកម្ពុជាមកជម្រាបជូនទេគឺប្រិមត្តអាចទទួលបានប្រភពពីក្នុងប្រទេសកម្ពុជាគ្រប់គ្រាន់ទៅហើយណាបាទអញ្ចឹងខ្ញុំប្រហែលតែបន្ថែមយោបល់ពីខាងក្រៅទាំងឲ្យប្រិមត្តបាទជាដល់ការនោះខ្ញុំបរៀនរបៀបធ្វើការបន្តិចចឹងបាទគឺដោយដែលខ្ញុំបានរៀបរាប់អញ្ចឹងបាទក៏ឃើញមានអ្នកចូល comment អីហ្នឹងខ្ញុំមិនថាមិនចង់ឆ្លើយមួយទេក៏ប៉ុន្តែគាត់ថាការដែលយើងធ្វើ comment ធ្វើអីក៏ដោយបាទគឺអ្វីដែលគាត់ធ្វើ comment គាត់ថាចាប់បើដោះស្រាយមន្ត្រីរាជការប្រមាណចាប់ប្រជាពលរដ្ឋកសិករអីប្រមាណបាទយើងមិនអាចធ្វើអ្វីមួយដោយថាខ្ញុំចាំតែមានលុយជាសដេះយើងជាសដេះទេយើងមានវិធានការយ៉ាងណាយើងដោះស្រាយប៉ុណ្ណឹងទៅតាមអ្វីដែលជាការចាំបាច់បាទបើកាលណាយើងនិយាយចាំបន្តនេះទៅនោះផងនេះមកគេថាកំណត់ចៅចាក់ស្មុកឲ្យគិតទាំងអស់ចេញទាំងអស់នោះគឺទៅអត់រួចទេបាទអញ្ចឹងជំហានដោះស្រាយប៉ុណ្ណាគឺទៅតាមស្ថានភាពពីព្រោះអីអ្វីដែលគាត់ចូល comment និយាយនេះគាត់ចង់បន្ទោសទៅខាងរដ្ឋាភិបាលកម្ពុជាហ្នឹងបាទគាត់យើងឃើញ comment របស់គាត់ហ្នឹងគឺយើងដឹងថាគាត់មាននិន្នាការទៅណាបាទហើយបាទប៉ុន្តែយើងត្រូវយល់ថាវិបត្តិនេះគឺមិនមែនថៃបង្កើតវៀតណាមបង្កើតកម្ពុជាបង្កើតឥណ្ឌូនេស៊ីបង្កើតគឺចេញពីសហរដ្ឋអាមេរិកអ៊ីស្រាអែលហើយនិងនៅអ៊ីរ៉ង់បាទជាអ្នកបង្កើតឡើងរឿងនេះទេបាទយើងមិនអាចគេចពីបញ្ហាពិតនៅពេលហ្នឹងបានទេចឹងដូច្នេះវិធានការយ៉ាងណាបាទទៅតាមរដ្ឋភាពដែលមានរបស់ប្រទេសនីមួយៗប្រទេសខ្លះគេមានទុនបំរុងឧទាហរណ៍ដូចវៀតណាមអីហ្នឹងគឺគាត់ចាត់វិធានការមកគឺគាត់មិនយកពន្ធបាទមិនយកពន្ធទៅលើប្រេងឬក៏ទំនិញដែលតកតនប្រេងដែលនាំចូលបាទតើគេមានលុយយ៉ាងណាគេសម្រាប់ទប់អានឹងរឿងរបស់គេបាទតែរដ្ឋាភិបាលកម្ពុជាគាត់អាចនឹងដកស្រង់ចំណុចហ្នឹងមកធ្វើអានឹងរឿងរបស់គាត់បាទអញ្ចឹងអានោះគឺគាត់ថាយើងចាំមើលនឹងបាទអានឹងជាទី1ណាដែលខ្ញុំបរៀនឲ្យប្រិមិត្តយល់ហើយចំណុចទី2អត់តទៅនឹងរឿងនេះទេប៉ុន្តែតទៅនឹងរឿងទូទៅវិញបាទទូទៅវិញគឺនៅពេលដែលយើងធ្វើការនៅកន្លែងណាមួយក៏ដោយបាទនៅកន្លែងណាមួយក៏ដោយគឺនៅពេលដែលមានរឿងអ្វីកើតឡើងចឹងណាឧទាហរណ៍ថាអ្នកនៅខាងផ្នែកព័ត៌មានក៏ដោយនៅខាងក្រសួងហិរញ្ញវត្ថុក៏ដោយអីក៏ដោយបាទគឺយើងត្រូវគិតអំពីវិធានការនឹងមុនបាទត្រៀមឲ្យកុំចាំបាច់មេគាត់បញ្ជាថាអូអ្នកឯងត្រូវធ្វើនេះសាជានេះឲ្យខ្ញុំបាទយើងរត់ទៅធ្វើតម្រាំហើយនឹងជួនកាលពេលវេលាឲ្យខ្លីមកការរៀបចំឯកសារគោលនយោបាយការធ្វើអីហ្នឹងអត់បានសុក្រិតអស់ទេបាទអញ្ចឹងគឺត្រូវមានអញ្ចឹងហើយបានដូចជាខ្ញុំនិយាយអញ្ចឹងគឺខ្ញុំធ្លាប់និយាយនៅក្នុង show ប្រហែលដងហ្នឹងនៅកន្លែងធ្វើការមួយមេធំគាត់អត់បានគ្រប់គ្រងកិច្ចការអស់ទេបាទគាត់អត់អស់ទេអញ្ចឹងពេលដែលយើងទៅជួបគាត់មុននឹងយកបញ្ហាទៅឲ្យគាត់ហ្នឹងត្រូវរកដំណោះស្រាយនៅខ្លួនឯងហ្នឹងគ្រាន់តែជម្រាបគាត់ឲ្យដឹងហើយឲ្យគាត់យល់ព្រមឬមិនយល់ព្រមទៅលើដំណោះស្រាយដែលយើងស្នើឡើងហ្នឹងពីព្រោះឯគាត់ជាអ្នកកាន់ទូទៅទាំងអស់បាទតែអ្នកផ្នែកនីមួយគឺផ្នែកជំនាញឧទាហរណ៍ដូចជាខ្ញុំលើកឧទាហរណ៍កាលនៅ UN អញ្ចឹងបាទមេធំក៏អត់ដឹងអស់ទេនៅខាងក្រោមនោះវាមាន governance clusters បាទ governance cluster ហ្នឹងគឺផ្នែកខាងអភិបាលកិច្ចបាទចូលមកវាមានខាង environment ខាងបរិស្ថានបាទវាចូលមកវាមានខាង poverty reduction ខាងការកាត់បន្ថយភាពក្រីក្រអានឹងធំហើយបានវាចូលមកពួក communication ខាងខ្ញុំហ្នឹងបាទហើយនៅក្នុង governance វាមានចែកជាពួកក្រុមខាង election ក្រុមបោះឆ្នោតចូលមកវាមានក្រុមខាង demining ក្រុមជួយខាងផ្នែកដោះមីនបាទហើយវាមានក្រុមផ្សេងទៀតតាក់ទងគ្នានឹងទៀតបាទនៅក្នុង poverty នេះវាមានក្រុមដែលធ្វើខាងស្ថិតិជាមួយក្រសួងផែនការជាមួយនឹងខាងយុទ្ធនាការអប់រំផ្សេងបាទដូច្នេះបើយើងនិយាយពីជ្រុង governance មួយអ្នកដែលកាន់រឿង election គាត់ដឹងច្បាស់រឿង election តែម្ដងបាទនៅក្នុង election វាមានក្រុមដែលជួយទៅខាងគោចបបាទជួយពង្រឹងសមត្ថភាពគោចបនៅក្នុងនោះវាមានអ្នកដែលក្រុមការងារកាន់ខាងជួយពង្រឹងសមត្ថភាពពួកខាងមេឃុំចៅសង្កាត់នៅតាមនោះទៀតដូច្នេះមានតែអ្នកហ្នឹងគាត់ដឹងច្បាស់ពេលដែលគាត់រៀបបញ្ហាជួប
បញ្ហាលំបាកថាអត់លើកោចបដំណើរការជួបបញ្ហាយ៉ាងនេះគាត់ត្រូវលើកបញ្ហាហ្នឹងឡើងមកប្រាប់មេ cluster របស់គាត់មេធំរបស់គាត់ដូចថានាយកដ្ឋានរបស់គាត់ហ្នឹងឲ្យដំណោះស្រាយមកមេនឹងព្រមឲ្យបានយកទៅឲ្យមេធំទៅលើទៀតមិនមែនទៅដល់ស្រាប់តែជួបមេធំមេ UN មកប្រាប់ថាឥឡូវហ្នឹងគឺកោចបគេអត់ចង់ធ្វើកែតម្រង់រឿងនេះមួយតើមេធំធ្វើម៉េចគាត់អត់យល់ទេគាត់អត់ដឹងទេមេធំគាត់អត់ដឹងទេបាទអត់មានទៅ detail ហ្នឹងទេគឺយើងត្រូវរកអ្វីដែលជាដំណោះស្រាយហ្នឹងជូនទៅគាត់ឲ្យស្រេចបាទគាត់ថាអូខេមិនអញ្ចឹងបើថាបើយើងធ្វើអញ្ចឹងអាចនឹងខាងក្រសួងមហាផ្ទៃគេផ្លាស់ប្ដូរដើម្បីឲ្យកោជបធ្វើអញ្ចឹងបានធ្វើហ្នឹងបាទព្រោះគាត់ព្រមខ្ញុំយើងធ្វើកិច្ចការហ្នឹងបាទអញ្ចឹងដូច្នេះនឹងខ្ញុំរៀនរបៀបធ្វើការអញ្ចឹងតិចកុំឲ្យស្រាប់ថាអូមេធំមិនក៏មិនដឹងអត់ដឹងកិច្ចការអញ្ចឹងរដ្ឋមន្ត្រីមិនក៏មិនដឹងបាទមិនមែនទេអត់ដឹងទាំងអស់ទេទៅការអ្នកជំនាញអញ្ចឹងដូចជារឿងដែលជួបរឿងជាមួយនឹងប្រេងអញ្ចឹងបាទយើងទៅមើលទៅទាំងអស់រៀបចំយ៉ាងម៉េចដូចតែខ្ញុំជាអ្នកសារព័ត៌មានអញ្ចឹងយើងសាជ្រាវអូគេណានៅខាងនេះគេប្រទេសនេះគេប្រើវិធានការនេះប្រទេសនេះប្រើវិធានការនេះហើយយកមកនិយាយជាមួយប្រិមិត្តវិញគឺខ្ញុំឲ្យជាជំរឿអញ្ចឹងប៉ុន្តែខ្ញុំអត់ទៀមទាខ្លួនខ្ញុំថាខ្ញុំជាអ្នកជំនាញខ្ញុំចេះរឿងហ្នឹងមែនទេបាទយើងទៅតែសាជាឲ្យវាសុក្រិតហើយយកមកជម្រាបបាទហ្នឹងគឺចែករំលែកចឹងតិចពីព្រោះខ្ញុំឃើញនៅពេលដែលខ្ញុំបង្ហោះមុនហ្នឹងទៅឃើញមានអ្នកដែលចូលមក comment ហ្នឹងគឺគាត់តែកាលណាយើងធ្វើការកន្លែងមួយអីជួបស្ថានភាពយើងគិតថាដោះស្រាយចេញធ្វើមិនចេញអាហ្នឹងនៅតែស្មុគស្មាញធ្វើអត់កើតទេឡើងទៅលើទៀតអត់រួចទេបើគេដាក់ឡើងទៅលើទៀតហ្នឹងក៏យើងមិនដឹងធ្វើការយ៉ាងម៉េចអង្គុយគេកញ្ចក់ហ្នឹងហើយបាទចាំថាសញ្ញេហ្នឹងបាទអត់កើតទេបាទអញ្ចឹងនេះព័ត៌មានទី3បាទឆ្លៀតឱកាសចែករំលែកចំណេះដឹងតិចទៅបាទ